បងឯណាប៉ុន្តែបងប្អូននៅមើលដឹងថាឲ្យហេតុឬក៏មិនឯណាបានចាប់អារម្មណ៍ម្លេងក្នុងឡងខែ3ហ្នឹងមិនได้ឃើញខ្យល់គួយឡើងប៉ុន្មានដងឯប៉ុន្តែមានបានចាប់អារម្មណ៍ស្មានតែធម្មតាប៉ុន្តែនៅក្រៅមើលទៅក៏គួរឲ្យស្រាវគួរឲ្យខ្លាចដែរតែបងប្អូនប៉ុន្តែនៅគិតថាមិនអីដោយសារតែថ្ងៃនេះបាននាំគ្នាទិញផ្កាដំណាំមួយចំនួនដើម្បីមកដាក់ដាំថែមហ្មងតែនៅគ្នាបញ្ញាជួយគ្នារៀបចំមានបានគិតរឿងខ្យល់គួយខ្យល់អីណាសូមចូលបន្ទប់ទឹកមួយសិនសម្រាប់បងប្អូនអ្នកគ្នានេះគាត់បានស្គាល់មកដេញពីមុនណាមកដេញត្រូវក្តៅខ្លាំងមែនតែម្ដងហើយស្បែកមុខរបស់មកដេញលងខ្មៅស្អាតគ្មានសំណាងគឺមានបញ្ហាលើច្រមុះរោចំច្រមុះបងប្អូនអ្នកគ្នាបានដឹងហើយនេះគាត់តាមដានវីដេអូរបស់មកដេញតាំងពីដើមមកដេញបានជ្រើសរើសជាមួយនឹងផលិតផលថ្មី ingredient ថ្មីសេរីថ្មីនេះហើយគឺព្យាយាមក្នុងការប្រើខ្លាំងមែនតែព្រោះបានស្បែកមុខស្អាតប៉ុណ្នេះវិញបងប្អូនអ្នកគ្នាចឹងនេះគាត់តែងតែព្រួយបារម្ភលើបញ្ហាស្បែកមុខបើសិនជាចង់បានជាមួយនឹងផលិតផលដែលអាចជួយព្យាបាលស្បែកមុខបងប្អូនអ្នកគ្នាបានស្អាតដោយទំនុកចិត្តបងប្អូនអាចសាកប្រើដោយមកដេញបានមួយឈុតនេះគឺមានតែ3មុខឯងមាន foam មាន serum មាន solution cream យើងលាងសម្អាតមុខជាមួយនឹង foam មួយថ្ងៃ2ដងទៅ3ដងហើយយើងប្រើ serum ហើយចាំប្រើ solution cream មិននឹងសម្រាប់ពេលយប់បងប្អូននេះគាត់មានបញ្ហាស្បែកមុខច្រើនមកដេញ recommend ឲ្យបងប្អូនអ្នកគ្នាប្រើទាំងពេលយប់ប្រើទាំងពេលព្រឹកពីព្រោះផលិតផលនេះគឺអាចប្រើទាំងយប់ប្រើទាំងពេលព្រឹកបានដោយទំនុកចិត្តតែម្ដងតែបងប្អូនមានបញ្ហាតិចតួចអាចប្រើតែពេលយប់ក៏បានដែរឥឡូវនេះគឺមាន promotion discount ពិសេសរហូតដល់ 50% សប្បាយចិត្តជំនួសបងប្អូនអ្នកគ្នាតែម្ដងមួយឈុត48ចុះជូន$24បងប្អូននៅសល់មួយឈុតត្រឹមតែ$24តែប៉ុណ្ណោះរស់រាន់ទាំងអស់គ្នាចាយលុយតិចបានផលិតផលល្អបានស្បែកមុខស្អាតបងប្អូនចាប់អារម្មណ៍កុំភ្លេចឆាតចូលមកកាន់ page ណាតោះឥឡូវនេះគឺមាន promotion រហូតតអស់ពី stock ចាស់បងប្អូនអ្នកគ្នាចំនួនមានកំណត់រស់រាន់ទាំងអស់គ្នាណាបោះជូតពីអ្នកប្តីប្រពន្ធសង្ងំតែនៅក្នុងផ្ទះអសអែមានបានសូវចេញមកតែបានចេញមកខាងក្រៅគឺចេញមកដាំដំណាំក៏ដូចជាដាំផ្កាមួយចំនួនណាមានបានចាប់អារម្មណ៍រឿងខ្យល់គួចនឹងទៀតណាហើយសំខាន់មួយរយៈនេះពេលយកទឹកមកស្រោចដំណាំគឺឆាប់ស្ងួតឆាប់រីងមែនតែនបងប្អូនជឿអត់មួយរយៈនេះថ្ងៃខ្លះម៉ោងតែ9ជាងណាប៉ុន្តែបាល់ថ្ងៃមកឡើងក្តៅមែនតែនហ្មងក្តៅឡើងពេលខ្លះឡើងពិបាកទ្រាំហ្មងដោយសារតែមិនដេចជាមួយនឹងហៀឥឡូវត្រូវមើលជាងដែលធ្វើបន្ទប់ទឹកហ៎បងប្អូនបន្ទប់ទឹកគឺត្រូវសាងសង់ថ្មីបន្ថែមមកតាំងទៀតដើម្បីឲ្យបានស្អាតជាងនឹងតិចទៀតបានចង់ស្អាតដោយបន្ទប់ទឹកនៅពេញឯងប៉ុន្តែគ្រាន់តែយើងរៀបចំឲ្យបានមកល្មមសមរម្យព្រោះជាដល់ថ្ងៃកម្មវិធីនិមន្តព្រះអង្គម្ចាស់សម្ដែងព្រះធម៌ក៏ដូចជាផ្ដល់អាវ៉ាន់នៅផ្ទះលំហែមកនេះចឹងហើយមកនេះត្រៀមរៀបចំទាំងផ្ទះអសអេក៏ដូចជាបន្ទប់ទឹកនឹងឲ្យបានរួចរាល់មុនថ្ងៃកម្មវិធីហើយគ្រួសារមកនេះក៏បានរៀបចំជាមួយនឹងផ្កាមួយចំនួនដើម្បីដាក់អមសងខាងនៅផ្ទះអសអេនឹងឲ្យបានមើលទៅស្អាតសមរម្យចឹងណាបងប្អូនហើយឃើញថាដោយសារតែមេឃក្តៅខ្លាំងពេកហើយគ្រួសារមកនេះក៏គាត់បានគិតថាចង់ដាក់ថូផ្កាមួយចំនួននៅខាងលើដបូលផ្ទះដាំវដើម្បីពេលវិវត្តធ្លាក់មកគឺចុះមកខាងក្រៅមកយ៉ាងណាក៏វាបាំងដបូលដើម្បីបានបន្លប់ដើម្បីបានត្រជាក់ខ្លះអីចឹងនៅខាងផ្ទះលំហែមកនេះហ่าបើសិនខែត្រជាក់អីឯងបងប្អូនគឺគួរឲ្យចង់រស់នៅតែម្ដងតែអីឯងគឺមានបត់បានតាមនឹងឯងខែត្រជាក់ក៏អូខេខែក្តៅក៏រៀបចំលៃលោកតាមនឹងអីចឹងគ្រាន់ថាឥឡូវនេះគឺនាំគ្នាព្យាយាមធ្វើម៉េចមើលថែដំណាំឲ្យបានឆាប់ធំលឿនដើម្បីបានបន្លប់ឲ្យគ្រាន់បានក្តៅខ្លាំងអញ្ចឹងវីដេអូរបស់មកនេះមានតែប៉ុណ្្នេះសិនទេបងប្អូនអ្នកគ្នាជួបមកនេះនៅក្នុងវីដេអូក្រោយៗទៀតបងប្អូនអ្នកគ្នាមានបញ្ហាស្បែកមុខកុំភ្លេចឆាតមក page ដើម្បីទទួលបានជាមួយនឹងព័ត៌មានលម្អិតបន្ថែមក៏ដូចជាទទួលបានជាមួយនឹងផលិតផលល្អតោះឥឡូវនេះប្រម៉ូសិនពិសេសជូនបងប្អូនអ្នកគ្នា 50% ដោយបញ្ជាក់នៅខាងមុខអញ្ចឹងរស់រាន់ទាំងអស់គ្នាណាដើម្បីទទួលបានជាមួយនឹងការ discount 50% អរគុណបងប្អូនអ្នកគ្នាជម្រាបលា